កីឡាកររបស់ក្រុមអាត្រីសរៀលម៉ាឌ្រីដចំនួន4រូបធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំទ្វីបអឺរ៉ុបសួស្តីប្រិយមិត្តអ្នកតាមដាន Channel Podcast វិភាគកីឡាទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំវិញម្ដងទៀតហើយកាលពីអភិសិកមុនខ្ញុំបានលើកយកព្រឹត្តិការណ៍កីឡាករ Kylian Mbappé ឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បានស្ដាប់អភិសិកមុនអ្នកទាំងអស់គ្នាអាចចូលទៅស្ដាប់ក្នុង playlist ព្រឹត្តិការណ៍កីឡាបាននៅថ្ងៃនេះដែរខ្ញុំសូមលើកយកប្រធានបទកីឡាកររបស់ក្រុមអាត្រីសរៀលម៉ាឌ្រីដចំនួន4រូបដែលធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំទ្វីបអឺរ៉ុបតើពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំទ្វីបអឺរ៉ុបមានអត្ថន័យយ៉ាងណាពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំទ្វីបអឺរ៉ុបឬស្បែកជើងមាសអឺរ៉ុបត្រូវបានប្រកាសជូនជារៀងរាល់ឆ្នាំដោយកីឡាករទាំងឡាយណាដែលបានសិទ្ធិបញ្ចូលទីរកក្របបាល់បានច្រើនជាងគេក្នុងការប្រកួតលីកទូទាំងក្របខាងកម្ពុជានៃបោះតតអឺរ៉ុបពានរង្វាន់ដ៏មានកិត្យានុភាពនេះត្រូវបានផ្ដល់ជាលើកដំបូងក្នុងឆ្នាំ1968ដោយវិនិច្ឆ័យលើប្រព័ន្ធពឹងផ្អែកទៅលើពិន្ទុកីឡាករដំបូងគេដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសនេះគឺបានទៅលើកីឡាកររបស់ក្រុម Benfica Eusebio da Silva Ferreira ក្នុងរដូវកាលឆ្នាំ1967និងឆ្នាំ1968ដោយខ្សែប្រយុទ្ធសញ្ជាតិប៉ូទុយហ្គាល់រូបនេះបានបង្ហាញខ្លួនលេងលើទីលានចំនួន33ប្រកួតបញ្ជូនបាល់ឲ្យមេរងក្រុមសិទ្ធិបញ្ចូលទីចំនួន12លើកនិងសិទ្ធិបំពង់សំណាញ់ទីរហូតដល់52គ្រាប់ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាកររបស់ក្រុមអាត្រីសរៀលម៉ាឌ្រីដទាំង4រូបដែលធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំទ្វីបអឺរ៉ុបកីឡាកររបស់ក្រុមរៀលម៉ាឌ្រីដដំបូងគេដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសបានទៅលើកីឡាករ Hugo Sanchez ខ្សែប្រយុទ្ធសញ្ជាតិមេសិករូបនេះគឺជាកីឡាកររបស់ក្រុមអាត្រីសរៀលម៉ាឌ្រីដដំបូងគេដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបដោយក្នុងរដូវកាលឆ្នាំ1989និង1990កីឡាកររូបនេះបានបង្ហាញខ្លួនលេងលើទីលានចំនួន35ប្រកួតបញ្ជូនបាល់ឲ្យមេរងក្រុមបញ្ចប់ទីចំនួន10ដងនិងសិទ្ធិបំពង់សំណាញ់ទីរហូតដល់38គ្រាប់ឯណោះHugo Sanchez បានចូលរួមជាមួយនឹងក្រុមអាត្រីសរៀលម៉ាឌ្រីដក្នុងឆ្នាំ1985និងបានចាក់ចេញពីក្លឹប US Palmeiras នៅឆ្នាំ1992កីឡាកររបស់ក្រុមរៀលម៉ាឌ្រីដទី2ដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសបានទៅលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldo Nazario ក្នុងរដូវកាលឆ្នាំ1996ឆ្នាំ1997 Ronaldo Nazario ដែលជារឿយៗត្រូវបានគេដាក់រហស្សនាមកថា Ronaldo Luis Nazario de Lima មានរដូវកាលមួយក្នុងចំណោមរដូវកាលដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលក្នុងកន្លងពេលមួយឆ្នាំរបស់គាត់នៅក្រុមអ្នកមានបុណ្យ FC Barcelona មុនពេលមកចូលរួមជាមួយនឹងក្រុមអាត្រីសរៀលម៉ាឌ្រីដនោះរៀបរាប់បាល់ទាត់ប្រេស៊ីលរូបនេះបានឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំនៅទ្វីបអឺរ៉ុបដែលគាត់បានបង្ហាញខ្លួនលេងលើទីលានចំនួន49ប្រកួតបញ្ជូនបាល់ឲ្យមេរងក្រុមសិទ្ធិបញ្ចប់ទីរហូតដល់12លើកនិងសិទ្ធិបំពង់សំណាញ់ទីរហូតដល់47គ្រាប់កីឡាកររបស់ក្រុមអាត្រីសរៀលម៉ាឌ្រីដទី3ដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសគឺបានទៅលើកីឡាករ Cristiano Ronaldo ដល់ខ្សែប្រយុទ្ធសញ្ជាតិប៉ូទុយហ្គាល់រូបនេះគឺជាកីឡាកររបស់គ្រីម៉ាឌ្រីដតែមួយគត់ដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំនៅទ្វីបអឺរ៉ុបនេះច្រើនជាងគេរហូតដល់3គ្រឿងឯណោះដោយពានរង្វាន់ស្បែកជើងមាសលើកទី1របស់គាត់ជាមួយនឹងក្រុមរៀលម៉ាឌ្រីដឈ្នះក្នុងរដូវកាលឆ្នាំ2010-2011ដែលគាត់បានបង្ហាញខ្លួនលេងលើទីលានចំនួន55ប្រកួតបញ្ជូនបាល់ឲ្យមេរួមក្រុមសិទ្ធិបញ្ចូលទីបាន15ដងនិងសិទ្ធិបំពង់សំណាញ់ទីរហូតដល់60គ្រាប់កីឡាករ Cristiano Ronaldo បានឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបជាលើកទី2ក្នុងរដូវកាលឆ្នាំ2013-2014ដែលគាត់បានបង្ហាញខ្លួនលេងលើទីលានចំនួន47ប្រកួតបញ្ជូនបាល់ឲ្យមេរួមក្រុមសិទ្ធិបញ្ចប់ទីរហូតដល់16លើកនិងសិទ្ធិបំពង់សំណាញ់ទីរហូតដល់52គ្រាប់ Ronaldo បានឈ្នះពានរង្វាន់ស្បែកជើងមាសលើកទី3ក្នុងរដូវកាលឆ្នាំ2014-2015แล้วគាត់បានបង្ហាញខ្លួនលេងលើទីលានចំនួន54ប្រកួតបញ្ជូនបាល់ឲ្យមេរងក្រុមបញ្ចប់ទីចំនួន22លើកនិងសិទ្ធិបំពង់សំណាញ់ទីរហូតដល់61គ្រាប់ឈប់មុននឹងឈានចូលទៅដល់កីឡាករលេខរៀងទី4ខ្ញុំសូមកាត់បន្តិចសិនចំណាយវិភាគកីឡារបស់ខ្ញុំនឹងធ្វើផ្ដោតទៅលើប្រធានបទចំនួន3ធំៗគឺទី1គឺវិភាគកីឡាគឺជាការរៀបរាប់បញ្យល់ឲ្យបានក្បោះក្បាយពីសាច់រឿងដែលបានកើតឡើងក្នុងវិស័យបាល់ទាត់យើងមកវិភាគជូនអ្នកទាំងអស់គ្នាឲ្យបានស្ដាប់កំសាន្តហើយអ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីខ្ញុំវិញនោះគឺជាកំណត់អារម្មណ៍ក្នុងវីដេអូទី2គឺព្រឹត្តិការណ៍កីឡាខ្ញុំនឹងដកស្រង់យកព័ត៌មានកីឡាថ្មីអាប់ដេតជូនអ្នកទាំងអស់គ្នាស្ដាប់កំសាន្តជារៀងរាល់ថ្ងៃនិងជាចុងក្រោយគឺរឿងរ៉ាវកីឡាខ្ញុំនឹងកោះកកាយយករឿងរ៉ាវកីឡាយកមកដល់ទីអ្នកទាំងអស់គ្នាបានស្ដាប់កំសាន្ត Channel របស់ខ្ញុំគឺលើសពីបាល់ទាត់មើលកីឡាលេងកីឡានិងរៀនសូត្រពីកីឡាកររបស់ក្រុមរៀលម៉ាឌ្រី
រីទី4ដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសគឺបានទៅលើកីឡាករ Kylian Mbappé ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបសម្រាប់រដូវកាលឆ្នាំ 2024-2025 Mbappé បានបង្ហាញខ្លួនលេងលើទីលានចំនួន34ប្រកួតមុនជូនបាល់ឲ្យបាក់រួមក្រុមសបញ្ចប់ទីចំនួន3លើកនិងសិទ្ធិបំពេញសំណាញ់ទីរហូតដល់31គ្រាប់អ្វីដែលខ្ញុំបានរៀបរាប់មកពីខាងលើនេះគឺជាកីឡាកររបស់ក្រុម Teresa Real Madrid តែមួយរូបដែលធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំទ្វីបអឺរ៉ុបនៅវីដេអូបន្ទាប់ខ្ញុំនឹងលើកយកកីឡាកររបស់ក្រុមអ្នកមានបន FC Barcelona ចំនួន7រូបដែលធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំទ្វីបអឺរ៉ុបយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានស្គាល់វិញម្ដងសម្រាប់បងប្អូនដែលស្នេហាវិស័យបោះតង់ទាំងគ្នាសូមបងប្អូនជួយចុច like comment និងកុំភ្លេចចុច subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ